កូនខ្ញុំត្រូវធ្វើម្ហូបយប់នេះនេះជានំដែលខ្ញុំធ្វើថ្ងៃនេះវាមានក្លិនល្អណាស់វាមានសម្បកខាងក្រៅនិងទន់នៅខាងក្នុងក៏មានក្លិនក្រអូបនិងមានក្លិនក្រអូបដែលមិនអាចពិពណ៌នាបានជាការពិតណាស់វាមានក្លិនល្អនេះគេហៅថាមើលថែក្រពះអ្នកជាមុនសិនហើយបន្ទាប់មកនិយាយពីរឿងធំក្នុងជីវិតពលកញ្ញាទី2តើអ្នកនៅតែចម្អិនអាហារពេលល្ងាចនេះទេនំរបស់អ្នកគឺសម្រាប់ចៅវាយនិងប្រពន្ធរបស់គាត់ឈៀវឆែនកុំបារម្ភអំពីអាហារពេលល្ងាចយប់នេះខ្ញុំនឹងធ្វើវាអ្នកធ្វើវាមែនហើយគ្រាន់តែមើលហើយគិតថាអ្នកក៏អាចប្រើជំនាញទាំងនេះនៅថ្ងៃអនាគតដែរនេះជាស្ត្រីទី2ដូចគ្នាពីមុនដែលមិនអាចចូលក្នុងផ្ទះបាយតើរសជាតិនេះចូលចិត្តអ្វីខ្យងត្រូវបន្ថែមស្លឹកខ្ទឹមជាមុនសិនរួចលាយជាមួយម្សៅអ្នកនឹងដឹងថាវាមានក្លិនក្រអូបប៉ុណ្ណាបន្ទាប់ពីមួយរយៈក្រោយមកខ្ញុំគ្រាន់តែមកមើលថាតើកុមារនៅមន្ទីរពេទ្យមានរបួសឬអត់ខ្ញុំគ្រាន់តែមកមើលថាគេមានរបួសខ្ញុំទៅមកទីនេះដើម្បីពិនិត្យមើលបញ្ហាបង្ការអគ្គិភ័យអោព្រះជាម្ចាស់អាពោសុភាពបរោះនោះសុំទោសអ្នកទើបតែនិយាយយូរដល់គួរឲ្យស្រឡាញ់របស់អ្នកបានវិវត្តលើកទី1ដែលខ្ញុំបង្ហាញដៃរបស់ខ្ញុំគឺរួចរាល់កញ្ញាតើអាចឲ្យខ្ញុំមួយចានបានទេមកភ្លក់វាដោយខ្លួនឯងគេបាននិយាយថានាងមានការភ្ញាក់ពីដំណេកបន្ទាប់ពីធ្លាក់ពីលើខ្លួនគុយទាវដែលនាងធ្វើមានការទៅអបផ្លូវម្នាក់ហើយនាងថាវាមិនដូចការគប់កំបិតដាក់កញ្ជ្រោងទេកូនប្រសាស្រីរបស់អ្នកចិត្តខាងខ្ញុំធ្វើការនៅតាមផ្លូវគាត់ថាគុយទាវមួយខាំនឹងធ្វើឲ្យអ្នកយំខ្ញុំបានឮថាស្ត្រីទី2នេះធំឡើងនៅក្នុងយ៉ាងណាអាចរៀបដាក់នៅព្រះបរមរាជវាំងទី6ពេលចូលទៅក្នុងវាំងការទាំងអស់ត្រូវសរសេរជាលេខ1សាលាមធ្យមសិក្សាស្ត្រីទី2ចូលទៅក្រៅស្រុកហាក់ដូចជាដើរលេងក្នុងសួនក្រោយផ្ទះសំបីតែឆ្មាំដែលយាមទ្វារក៏ត្រូវមកក្បាលអោនពេលឃើញនាងព្រះអង្គម្ចាស់មានពាក្យចាំអារាមនៅក្នុងបន្ទប់ថាស្ត្រីទី2នៃវិមានឆែងបានបង្កើនជំនាញធ្វើម្ហូបរបស់នាងយ៉ាងខ្លាំងហើយត្រូវបានគេស្គាល់ថាជាទេពអប្សរធ្វើម្ហូបតាក់ទាញកញ្ញាឆែងអាចធ្វើម្ហូបបានទេលេងឆែងយាវចំអិនគាត់មិនអាចសំបីតែប្រាប់ពីភាពខុសគ្នារវាងភ្លើងចង្ក្រាននិងតើខ្ញុំនៅក្មេងខ្ញុំនៅសួនរាជសីនាងអាចស្គាល់ភីនេះជាស្បែកក្តោបអ្នកនៅតែត្រូវយកវាចេញហើយជៀនវាចោលចង់ដឹងថារឿងកំ pl នេះកើតឡើងយ៉ាងណាតើព្រះអង្គម្ចាស់មានន័យដូចម្ដេចរៀបចំឡានរបស់អ្នកព្រះអង្គម្ចាស់ទំនាក់ទំនងឯកជនរបស់អ្នកជាមួយកញ្ញាលេនមិនងាយស្រួលដោះស្រាយទេខ្ញុំខ្លាចថាការទៅទីនោះលើកនេះគឺគួរឲ្យចាប់អារម្មណ៍ជាងដោយសារតែមើលថាតើកញ្ញាលេនដែលធ្លាប់ចាត់ទុក Royal Golden Koi ជាគ្រឿងតុបតែងម៉ូដបែបណាអាចធ្វើបានឥឡូវនេះព្រះអង្គម្ចាស់យើងបានមកដល់ហើយព្រះអង្គម្ចាស់យើងបានមកដល់ហើយព្រះអង្គម្ចាស់យើងបានមកដល់ហើយកញ្ញាព្រះអង្គម្ចាស់ព្រះអង្គម្ចាស់យើងនៅទីនេះព្រះអង្គម្ចាស់ថាព្រះអង្គម្ចាស់យើងព្រះអង្គម្ចាស់ជាយួនបំបត្តិភាពស្លេកស្លាក់ដែលបានឲ្យនំអន្សមក្លិនផ្អែមដល់ខ្ញុំកាលពីក្មេងដល់ជួនបាននិយាយថាវាជារឿងគួរឲ្យអាម៉ាស់ក្នុងការបញ្ជូនគាត់ទៅឆ្ងាយអរិយមិនគួរឈប់រាប់លុយគាត់ក្នុងវាំងទេតើអ្នកកំពុងធ្វើអ្វីនៅទីនេះតោះទៅតើគាត់នឹងទៅទេកញ្ញានោះហើយជាព្រះអង្គម្ចាស់នឹកឃើញគាត់នៅវាំងលើកចុងក្រោយអត់ប៉ុន្តែមកគាត់ប្រែពណ៌បៃតងពេលនឹកឃើញគាត់មានរូបរាងល្អប៉ុន្តែហេតុអ្វីបានជាមនុស្សម្នាក់នេះមើលទៅសមនឹងត្រូវយ៉ាវីខ្ញុំបានឮថាលើកលែងតែព្រះចៅអធិរាជគ្រូសាឆែងនៅតែមើលទៅដូចជាមនុស្សស្លាប់ពេលឃើញស្ដេចនេះខ្ញុំមើលទៅមិនល្អទេក្មេងស្រីមកពីគ្រូសាលេងនេះពិតជាសម្ដេចបានមកទាំងអស់ដោយសន្មតថាដើម្បីផ្ទៀងផ្ទាត់អ្វីមួយផ្ទៀងផ្ទាត់តើអ្នកនៅទីនេះដើម្បីបង្កបញ្ហាមែនទេកាលខ្ញុំនៅក្មេងខ្ញុំបានឆ្លើយសំណួរមួយយ៉ាងត្រឹមត្រូវនៅក្នុងថ្នាក់របស់ឆេវខ្ញុំច្បាស់ជាបានមើលសម្បត្តិរបស់អ្នកខ្ញុំបានយកវាទៅថ្វាយព្រះចៅអធិរាជហើយទូលព្រះអង្គថាសប្តាហ៍នេះខ្ញុំបានខ្លាយទៅជាអមតៈហើយខ្ញុំខ្លាចអ្នកគេងមិនបានស្រួល3ថ្ងៃ3យប់ស្ដេចនេះគ្រាន់តែឆ្លងកាត់ខ្ញុំក៏បានពាក់អ្នកតាម8អ្នកឈ្មោះវែងយួនពេលខ្ញុំដើរកាត់តើនេះជាការដើរកាត់ឬទៅលេងទាត់ខ្លាឆ្លងកាត់អ្នកនឹងមិននិយាយបំភ្លើពេកទេចេញពីផ្លូវយួនវីលទៅផ្លូវគឺដូចជាធ្វើដំណើរជុំវិញពាក់កណ្ដាលនៃរាជធានីនេះអាក្រក់ជាងបងថ្លៃស្រី2នាក់ដែលក្រឡាប់ខ្លួនការអាយុ3ឆ្នាំលួចស្គរគ្រាប់ខ្ញុំទៅទៀតមាត់ស្រីម្នាក់នេះនៅតែសាហាវម្លេះនៅពេលដែលនាងនៅក្នុងវាំងនាងអាចបង្វែរការស្ដីបន្ទោសរបស់ព្រះមហាក្សត្រយានីនៅជុំវិញអ្នកអាចនិយាយថាខ្ញុំគ្មានតម្លៃប្រសិនបើអ្នកទៅលើវាខ្ញុំចាំបានថាកាលអ្នកនៅក្មេងអ្នកមិនដឹងថាវិធីណាដើម្បីបើកទ្វារបន្ទប់បរិភោគអាហាររបស់រាជឥឡូវនេះអ្នកបានក្លាយជាអ្នកជំនួយការចម្អិនអាហារខ្ញុំនៅចាំថាមានអ្វីកើតឡើងកាលពីក្មេងតើអ្នកចាំថាអ្នកណាលាក់ចូលចិញ្ចៀនដែលបើកក្នុងទូដាក់សៀវភៅរបស់ខ្ញុំដែលបណ្ដាលឲ្យខ្ញុំត្រូវបានពិន័យនឹងចម្លងចិញ្ចៀនស្រី30ដងខ្ញុំមិនចាំទេតើអ្នកចាំថាអ្នកណាបន្ថែម Coptis Chinensis ទៅក្នុងតែរបស់ខ្ញុំនៅពេលដែលបងស្រីច្បងរបស់ខ្ញុំ Feng Vi នៅទីនោះខ្ញុំក៏មិនចាំដែរចុះអ្នកចាំទេថាអ្នកណាទាត់ខ្ញុំនៅស្រះឈូកកាអាយុ14ឆ្នាំលីនឈីងជុន
ពិតព្រះអង្គដ៏ចម្រើនសូមព្រះអង្គមាននៅទីនេះដើម្បីស៊ីព្រះអង្គបានទូបង្គំពីមុនមកព្រះករុណាទ្រង់សូមមានគុយទាវល្មមក្នុងថ្ងៃនេះឆ្លុះជាមួយខ្ញុំឬអត់គឺអាស្រ័យលើអ្នកតើអ្នកមិនខ្លាចស្លាប់ទេវាចប់ហើយមុខរបស់ព្រះអង្គគង់ចាស់ស្ទើរតែដូចបាឆ្នាំងកញ្ញាមាត់នេះពិតជាអាចធ្វើឲ្យអ្នករស់ខឹងរហូតដល់ស្លាប់ហើយមនុស្សស្លាប់ទាំងរស់អ្នកនៅតែរំខានដោយការអ្នកនៅក្មេងលាហើយលោកម្ចាស់កញ្ញាឲ្យនាំឲ្យសម្ដេចខ្មាស់គេយ៉ាងនេះមុនសកាខុសតើអ្នកចង់ធ្វើអ្វីតែអ្នកមិនមែនទេយ៉ាងយួនគឺជាស្ត្រូវស្ពះរបស់គាត់ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺគាត់មិនគួរភ័យខ្លាចឡើយប្រាប់គាត់ថាលេងឈឺដែលគាត់បានសើចចំអកកញ្ញាអ្នកកាន់តែមិនអាចសម្ដែងជារញ៉ាំលោកឯងជាមួយលោកឈុំនិងគាត់ចូលអត់ព្រះមហាក្សត្ររបស់អ្នកមានរសជាតិខ្លាំងខ្ញុំត្រូវតែព្យាបាលអ្នកឲ្យបានល្អព្យាយាមឲ្យអស់ពីសមត្ថភាពតើកូនធ្វើទាប៉ុន្មានដុំកាលនៅកញ្ញាគិតថាមានរសជាតិអ្វីខ្ញុំញ៉ាំថ្ងៃនេះកញ្ញាអ្នកមានចិត្តទូលាយព្រះមហាក្សត្ររបស់អ្នកមានរសជាតិខ្លាំងសូមថែរក្សាចុងក្រោយដែលពូលីបានលើកដំទេសមួយចាននេះគាត់យំអស់រយៈពេលកន្លងនោះហើយជាមូលហេតុដែលគាត់សុំនឹងទទួលបានពីក្មេងហើយធ្វើបាបអូនស្រីរបស់អ្នកមិនដែលគិតថាថ្ងៃនេះនឹងកើតឡើងនោះទេខ្ញុំនឹងចាត់ទុកអ្នកចំពោះគុយទាវមួយចាននេះវាហាក់ដូចជាខ្ញុំបានបន្ថែមច្រើនពេកប៉ុន្តែវាមិនសំខាន់ទេរបស់ហើយគឺជារបស់ខ្ញុំ